បងប្អូនចង់ចេះធ្វើគ្រីមដោយខ្លួនឯងជាពិសេសបងប្អូនដែលគាត់មានបញ្ហាស្បែកមុខជាំសរសៃក្រហមអាចរុយត្រូវមកហ្មងហើយមួយទៀតថាបងប្អូនដែលមានបញ្ហាស្បែកមុខស្ងួតខ្លាំងកុំភ្លេចណាមើលវីដេអូនេះដល់ចប់បងប្អូននឹងចេះពីវិធីធ្វើដ៏សែនងាយបំផុតហើយសំខាន់លាបទៅឃើញផលពិតៗបងប្អូនមានជាមួយនឹងជែលអាឡូវេរ៉ាបងប្អូនដាក់ជែលប្រភេទណាក៏បានដែរឲ្យតែគិតថាវាល្អដាក់ជែលអាឡូវេរ៉ា4ស្លាបព្រាកាហ្វេមកហើយបងប្អូនកុំភ្លេចឲ្យសោះជាមួយនឹងប្រេងដូងត្រជាក់ដាក់ប៉ុណ្្នឹងមកបងប្អូនប្រហែលជា3ស្លាបព្រាកាហ្វេមកហើយយើងយកមកកូរទៅជាបែបនេះបងប្អូនទៅជាល្បាយបែបហ្នឹងហើយកុំភ្លេចដាក់ជាមួយនឹងស្រូបដោះកោសិកាដូចក្នុងរូបហ្នឹងមកបងប្អូនទាំងអស់គ្នាហើយកូរព្យាយាមកូរឲ្យល្បាយទាំងអស់ហ្នឹងចូលគ្នាបានល្អតែប៉ុណ្ណឹងគឺរួចរាល់ហើយបងប្អូនមានជាមួយនឹងវីតាមីនអឺបន្ថែម2គ្រាប់ទៀតមកដោយសារខ្ញុំអត់មានអញ្ចឹងខ្ញុំដាក់តែប៉ុណ្្នឹងទេហើយបើសិនជាបងប្អូនអត់មានស្រូបដោះកោសិកាមិនបាច់ដាក់ក៏បានដែរបងប្អូនគ្រាន់តែថាបើសិនជាមានដាក់ទៅគឺកាន់តែល្អជាពិសេសសម្រាប់អ្នកដែលគាត់មានបញ្ហាស្បែកសរសៃក្រហមណាវិធីនេះបងប្អូនសេវលុយបងប្អូនបានច្រើនហើយប្រើទៅឃើញផលបងប្អូនចង់រក្សាទុកបានយូរកុំភ្លេចដាក់ចូលទូទៅជិះបងប្អូនមានគ្រីមល្អប្រើកុំភ្លេចជ្រុះកោសិកាចាស់ព្រោះកាលណាដែលយើងអត់បានជ្រុះកោសិកាចាស់យើងលាបគ្រីមអត់ចូលទេបងប្អូនព្រោះមុខយើងមានរនាំងបាំងបាត់ស្រាប់ខ្ញុំផ្ទាល់គឺណែនាំបងប្អូនទាំងគ្នាឲ្យមកស្គាល់ជាមួយនឹងម៉ាស់អង្គខាងខ្ញុំគឺជាភេទម៉ាស់ធម្មជាតិតែម៉ាស់អង្គខ្ញុំនេះជួយព្យាបាលរាល់បញ្ហាស្បែកមុខជាពិសេសជួយជ្រុះកោសិកាចាស់បងប្អូនដែលមានបញ្ហាស្បែកសរសៃក្រហមស្ដើងក៏ប្រើបានដែរអត់មានជាតិបកអត់មានជាតិកាត់ទេបងប្អូនប្រើតែម្ដងមុខតឹងគីឡូកន្លះស្គិនចេញពីខាងក្នុងហ្មង